សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូឃ្លីបមួយនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីវិធីក្នុងការបង្កើត account Gmail សម្រាប់ការបង្កើត account Gmail នេះយើងអាចបង្កើតឡើងតាមរបៀបផ្សេងៗគ្នាដូចជាយើងអាចចូលទៅក្នុង browser មានដូចជា Safari Google Chrome Samsung Internet Opera Mini Mozilla Firefox ជាដើមនិយាយទៅកន្លែងយើងចូលទៅបើក website យើងអាចចូលទៅបង្កើតតាមរយៈនឹងបានមួយវិញទៀតក៏យើងអាចចូលទៅក្នុង Play Store កន្លែងដែលយើងត្រូវការ account Gmail ដល់មាន account Gmail បានយើងអាចdownload កម្មវិធីបានអញ្ចឹងយើងអាចចូលទៅក្នុង Play Store នោះបង្កើតក៏បានតែចុងបញ្ចប់នៃការបង្កើត Gmail ហ្នឹងគឺវាចូលទៅក្នុង app របស់ Gmail អញ្ចឹងខ្ញុំអត់ទៅណាឆ្ងាយទេខ្ញុំចូលទៅក្នុង app របស់ Gmail ដើម្បីបង្កើត account ហ្នឹងហ្មងអញ្ចឹងបន្ទាប់ពីយើងចូលទៅក្នុង account របស់ Gmail ហើយយើងមើលខាងលើខាងស្ដាំគេដោយសារទូរស័ព្ទខ្ញុំបាន sign in account Gmail ច្រើនអញ្ចឹងខ្ញុំអាចចុចកន្លែងហ្នឹងដោយសារ account ខ្ញុំបាន sign ចុចច្រើនហើយខ្ញុំមាន profile អញ្ចឹងកន្លែងហ្នឹងមានរូប profile អញ្ចឹងបើទូរស័ព្ទអ្នកទាំងអស់គ្នាថ្មីប្រហែលជាអត់ទាន់មានទេកន្លែងហ្នឹងសអញ្ចឹងយើងចុចកន្លែងហ្នឹងមកខាងលើខាងស្ដាំគេហ្នឹងចុចកន្លែងហ្នឹងមកបន្ទាប់មកទៀតយើងអូសមកក្រោមមកដូចខ្ញុំថាអញ្ចឹងដោយសារទូរស័ព្ទខ្ញុំបាន sign in Gmail ច្រើនអញ្ចឹងអូសមកក្រោមឲ្យផុតមកយើងចុចលើពាក្យថា add another account អញ្ចឹងឲ្យតាទូរស័ព្ទបាន sign in Gmail ច្រើនគឺយើងអូសរៀងឆ្ងាយតិចមកក្រោមគេទាំងអស់ណា add another account នេះចុចកន្លែងហ្នឹងមកអញ្ចឹងដល់កន្លែងនេះមាន Google មាន Hotmail មាន Yahoo អញ្ចឹងបើសិនជាក្នុងករណីយើងត្រូវការបង្កើត account Gmail យើងចុចលើ Google មកអញ្ចឹង Google account Gmail account គឺតែមួយអញ្ចឹងទាំង3ហ្នឹងសិតគេនិយមប្រើប៉ុន្តែអ្វីដែលគេនិយមប្រើច្រើនជាងគេសម្រាប់ប្រទេសយើងគឺ Google account គឺ Gmail account ហ្នឹងឯងអញ្ចឹងខ្ញុំត្រូវការបង្កើត Gmail ខ្ញុំចុចលើ Google ហ្នឹងមកដល់កន្លែងនេះបើសិនជាយើងមាន account Gmail ហើយយើងត្រូវការ sign in វាចូលយើងចុចកន្លែងនេះមកយើងវាយ account Gmail យើងចូលហើយយើងចុច next ប៉ុន្តែក្នុងករណីយើងត្រូវការបង្កើត account ថ្មីយើងចុច create account យើងចុចកន្លែងហ្នឹងមកដល់កន្លែងនេះមាន for my personal use បានប្រើផ្ទាល់ខ្លួនជាទូទៅគឺយើងចុចកន្លែងហ្នឹង for my personal use ខាងក្រោមនេះគឺយើងបង្កើតសម្រាប់ក្រសួងមន្ទីរស្ថាប័នណាគេប្រើជារួមសម្រាប់ក្រសួងមន្ទីររបស់គេយកក្រោមសម្រាប់ទូរស័ព្ទខ្លះអាចមានចេញមួយទៀត for my child អញ្ចឹងតែចេញ2ក៏ដោយចេញ3ក៏ដោយគឺយើងយកតែមួយទេសម្រាប់យើងប្រើប្រាស់ផ្ទាល់ខ្លួនជាប្រចាំថ្ងៃគឺយើង for my personal use យើងចុចកន្លែងហ្នឹងមកដល់កន្លែងនេះគេតម្រូវឲ្យយើងដាក់ first name បានន័យថានាមខ្លួនយើង last name គឺតកូលរបស់យើងទម្រង់របស់ស្រុកគេដាក់ឈ្មោះឲ្យបានតកូលក្រោយបើយើងអត់ទេតកូលឲ្យបានឈ្មោះយើងមិនខ្វល់ទម្រង់ស្រុកគេឬក៏ស្រុកយើងទេយើងដាក់តាមអ្វីដែលយើងចង់បាននោះឡើយ first name យើងអាចដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ចូលចុះដាក់ចូលដល់កន្លែងនេះខ្ញុំដាក់ឆ្នាំបន្ទាប់មកទៀតខ្ញុំចុច next មកដល់កន្លែងនេះគេតម្រូវឲ្យយើងដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងកន្លែងនេះខ្ញុំដាក់ឲ្យបានសិនទេខ្ញុំទៅដូរនៅពេលដែលខ្ញុំបង្កើតចប់អញ្ចឹងខ្ញុំដាក់ខែ1ថ្ងៃខ្ញុំដាក់ថ្ងៃ1ឆ្នាំទៀតខ្ញុំដាក់ឆ្នាំ2001មកដល់កន្លែងនេះភេទគឺខ្ញុំដាក់ភេទប្រុសបន្តមកទៀតខ្ញុំចុច next មកដល់កន្លែងនេះខាង Gmail គាត់ឲ្យតម្រង Gmail មកពីរទី1គឺចូលឆ្នាំ8@gmail.com ទី2គឺឆ្នាំចូល7@gmail.com ក្នុងចំណោមពីរហ្នឹងបើសិនជាយើងស្រឡាញ់ទី1យើងអាចធីកទី1ហ្នឹងមកបន្ទាប់មកយើងចុច next ឬក៏យើងស្រឡាញ់ទី2យើងធីកទី2មកយើងចុច next បើក្នុងករណីយើងអត់ត្រូវការឈ្មោះដែលគេឲ្យទេយើងអត់ស្រឡាញ់យើងអាចបង្កើតតែខ្លួនឯងអញ្ចឹងយើងធីកខាងក្រោមនេះ create your own Gmail address យើងធីកកន្លែងហ្នឹងមកបន្ទាប់មកយើងដាក់ឈ្មោះបាយឈ្មោះដែលយើងចង់បានមកអញ្ចឹងខ្ញុំដាក់ចូលឆ្នាំ169អញ្ចឹងខ្ញុំដាក់មកតមកទៀតខ្ញុំចុច next ចឹងក្នុងករណីឈ្មោះមួយហ្នឹងគឺអត់ទាន់មានគេយកទៅប្រើទេយើងអាចប្រើបានព្រោះគេតម្រូវឲ្យយើងដាក់ password បានន័យថា account មួយហ្នឹងជារបស់យើងប៉ុន្តែខ្ញុំអត់ទាន់ទេខ្ញុំបកទៅក្រោយវិញម្ដងទៀតអញ្ចឹងក្នុងករណីឈ្មោះដែលគេ
អត់តន់ប្រើគឺដល់កន្លែងដាក់ password ចុះក្នុងករណីឈ្មោះដែលគេប្រើហើយចេញមិនអញ្ចឹងខ្ញុំដាក់ចូលឆ្នាំ168ចាំមើលបើឈ្មោះហ្នឹងមានគេប្រើតើចេញមិនខ្ញុំចុច next ឃើញទេឈ្មោះហ្នឹងគឺគេប្រើហើយឈ្មោះល្អភាគច្រើនគឺអត់ដែលសល់អីចឹងចូលឆ្នាំ168ឈ្មោះហ្នឹងគេប្រើហើយវាចេញក្រហមអញ្ចឹងវាឲ្យទៅមុខទៀតទេហើយគេនឹងបញ្ជាក់នៅខាងក្រោមនេះ the username is taken try another ឈ្មោះហ្នឹងត្រូវបានគេយកប្រើហើយឲ្យជាយើងឈ្មោះផ្សេងទៀតអញ្ចឹងឈ្មោះដែលគេប្រើហើយគឺចេញក្រហមតែខ្ញុំអត់ទេព្រោះខ្ញុំមានឈ្មោះដែលខ្ញុំចង់បានហើយអញ្ចឹងខ្ញុំដាក់169បន្ទាប់មកខ្ញុំចុច next ដោយសារឈ្មោះហ្នឹងអត់ទាន់មានគេប្រើនេះគ្រាន់ខ្ញុំបកទៅក្រោយមិញចង់បញ្ជាក់ប្រាប់អ្នកនរថាក្នុងករណីឈ្មោះគេប្រើហើយវាចេញមិនហើយឈ្មោះអត់ប្រើហើយចេញមិនឈ្មោះអត់ប្រើហើយគឺគេឲ្យយើងដាក់ password តែដាក់ password ហើយ account Gmail ឈ្មោះមួយហ្នឹងគឺជារបស់យើងអញ្ចឹងណាអញ្ចឹងសម្រាប់ឈ្មោះខ្ញុំដាក់ដាក់រោសចុះកន្លែងនេះយើងត្រូវដាក់និមិត្តសញ្ញាឬក៏សញ្ញាពិសេសអីមួយមកដើម្បីធ្វើឲ្យ Gmail យើងវារឹងមាំអញ្ចឹងណាគេមិនមែនដាក់តែ add ទាំងមួយទេយើងអាចដាក់ add ដាក់ទ្រង់ជ្រូកដាក់ដុល្លារអីទៀតអញ្ចឹងឬក៏អាចដាក់ជាសញ្ញាអីផ្សេងទៀតឬក៏ដាក់ជាលេខមានអក្សរធំអក្សរតូចអីចឹងទៅដើម្បីកុំឲ្យជនខលខូចអត់ចេះទាយត្រូវតែ Gmail នេះសម្រាប់តែខ្ញុំធ្វើតេស្តទេអញ្ចឹងខ្ញុំដាក់ row 168អញ្ចឹងខ្ញុំចុច next យើងចាំតិចទៅមកដល់កន្លែងនេះគេតម្រូវឲ្យយើងដាក់លេខទូរស័ព្ទអញ្ចឹងណាបើសិនជាគេតម្រូវឲ្យដាក់លេខទូរស័ព្ទអញ្ចឹងយើងក៏ដាក់ទៅបើសិនជាអត់ទេវាចូលទៅដំណាក់កាលមួយទៀតគឺចប់ហ្មងអញ្ចឹងគេតម្រូវឲ្យយើង confirm មួយលេខទូរស័ព្ទយើងដាក់ទៅតោះមកខ្ញុំចុច next តោះបើយើងវាយលេខទូរស័ព្ទបញ្ចូលហើយអញ្ចឹងលេខទូរស័ព្ទហ្នឹងបានន័យថាប្រើ confirm ច្រើនសារអញ្ចឹងគេអត់ឲ្យអីអញ្ចឹងខ្ញុំដាក់លេខផ្សេងទៀតអញ្ចឹងក្នុងករណីយើងបញ្ចូលមិញហើយយើង next ចេញក្រហមបានលេខទូរស័ព្ទហ្នឹងគឺយើងបាន confirm ច្រើនសារអញ្ចឹងវាអត់ឲ្យទេអញ្ចឹងយើងត្រូវរកលេខផ្សេងទៀតអញ្ចឹងខ្ញុំយកលេខមួយនេះដាក់មើលខ្ញុំចុច next ទៀតណាតាំងឲ្យអត់លេខមួយហ្នឹងអញ្ចឹងសម្រាប់លេខទូរស័ព្ទមួយហ្នឹងដោយសារខ្ញុំអត់ទាន់បាន confirm អញ្ចឹងយើងអាចដាក់បានអញ្ចឹងយើងយកលេខកូដដែលផ្ញើចូលលេខទូរស័ព្ទមួយហ្នឹងវាយចូលកន្លែងហ្នឹងមក20គុត1973 20គុត1973តោះមកខ្ញុំចុច next អញ្ចឹងដល់កន្លែងនេះគឺ Gmail នេះយើងបង្កើតបានហើយអញ្ចឹងខ្ញុំចុច next ទៀតបន្ទាប់មកខ្ញុំ scroll ចុះមកក្រោមមកឲ្យអស់មកខ្ញុំចុច I agree ទូរស័ព្ទខ្លះកន្លែងហ្នឹងវាចេញ I accept ក៏មានដែរអញ្ចឹងខ្ញុំចុច I agree ហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះបានន័យថា account Gmail យើងបង្កើតបានជោគជ័យអញ្ចឹងខ្ញុំបកទៅវិញខ្ញុំចូលទៅកន្លែង Gmail ហ្នឹងដដែលបន្ទាប់មកទៀតខ្ញុំចុចខាងលើខាងស្ដាំគេមិញហ្នឹងកន្លែងយើងចុចដើម្បីបង្កើតហ្នឹងខ្ញុំចុចកន្លែងហ្នឹងដើម្បីចូលទៅក្នុង account Gmail មិញហ្នឹងខ្ញុំចុចកន្លែងហ្នឹងមកបន្ទាប់មកយើងអូសមកក្រោមមកនេះធម្មតាឈ្មោះថ្មីដែលយើងទៅបង្កើតក្រោយគេវានៅក្រោមនេះចូលឆ្នាំ169យើងចុចកន្លែង account ដែលយើងបង្កើតមិញហ្នឹងមកអញ្ចឹងនេះជា account ដែលយើងបង្កើតបានមិញចូលឆ្នាំ169អញ្ចឹងក្នុងករណីយើងបង្កើតបាន account ជោគជ័យហើយយើងត្រូវការដាក់ profile ដើម្បីសម្គាល់ Gmail មួយហ្នឹងយើងចុចកន្លែងហ្នឹងទៀតខាងលើខាងស្ដាំហ្នឹងមកបន្ទាប់មកទៀតយើងមើលនេះរូបកាមេរ៉ានេះខ្ញុំចុចកន្លែងហ្នឹងមកដើម្បីដាក់ profile Gmail មួយហ្នឹងមកដល់កន្លែងនេះយើងចុច add profile picture ចុចកន្លែងហ្នឹងមករូបទាំងអស់ហ្នឹងយើងអាចយកប្រើបានអញ្ចឹងនៅក្នុង system របស់គេហ្នឹងតែយើងអត់ឆ្លាញ់ទេយើងចុចយករូបភាពដែលមានស្រាប់ដែលយើងបានត្រៀមទុកនៅក្នុងទូរស័ព្ទមួយហ្នឹងយើងចុចកន្លែង device នេះមកបន្ទាប់មកទៀតប្រើ or take a photo មកដល់កន្លែងនេះបើសិនជាយើងត្រូវការថតរូបយើងភ្លាមដាក់នៅក្នុង profile ហ្នឹងយើងចុចកន្លែងកាមេរ៉ាហ្នឹងតែបើអត់ទេយើងបានត្រៀមទុកហើយយើងចុច file មកទូរស័ព្ទមួយអត់ដូចគ្នាទេ
ទូរស័ព្ទខ្លះកន្លែងហ្នឹងអត់ចេញ file ទេចេញផ្សេងអញ្ចឹងអាចចេញជា gallery ឬក៏ photo អីក៏មានអញ្ចឹងខ្ញុំចុចលេខ file ហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះខ្ញុំនឹងជ្រើសរើសរូបភាពនេះមួយដើម្បីធ្វើ profile របស់ Gmail ដែលខ្ញុំបង្កើតមិញចូលឆ្នាំ169អញ្ចឹងខ្ញុំអាច tick វា2ដងដើម្បីឲ្យចូលទូរស័ព្ទខ្លះចុចតែមួយហើយយើងចុច open វាចូលអញ្ចឹងតែទូរស័ព្ទខ្ញុំចុច2ដងខ្ញុំចុច2ដងទៅអត់អីទេណាគឺចូលហើយប៉ុណ្ណឹងសំខាន់ធ្វើអីក៏ដោយសំខាន់ឲ្យយើងយល់វាមិនមែនដូចខ្ញុំធ្វើ 100% ទេទូរស័ព្ទផ្សេងគ្នាទាំងមួយគឺខុសគ្នាអញ្ចឹងបន្ទាប់ពីឡើងមកអញ្ចឹងយើងអាចសេរីបានណាយើងអាចទាញពង្រួមឬក៏មិនក៏បានតែចិត្តយើងអញ្ចឹងតែខ្ញុំយកប៉ុណ្ណឹងអញ្ចឹងខ្ញុំចុច next បន្ទាប់មកទៀតបើយើងអត់ save គឺ profile មួយហ្នឹងវាអត់ជាប់អញ្ចឹងចុចពាក្យ save as profile picture អញ្ចឹងមកដល់កន្លែងហ្នឹង Gmail ហ្នឹងគឺយើង save បានជោគជ័យអញ្ចឹងបកទៅវិញបកឲ្យអស់មកនេះមកដល់កន្លែងនេះបើសិនអត់ទាន់ load ទេយើង refresh មួយមកវា load មកអញ្ចឹងសំខាន់ឲ្យទៅដល់ដំណាក់កាលហ្នឹងគឺយើងបង្កើតបានជោគជ័យនេះញ៉េអញ្ចឹងនេះជាសារស្វាគមន៍ដំបូងទេខ្ញុំលុបចោលសម្រាប់ account Gmail ហ្នឹងយើងបង្កើតបានជោគជ័យអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ like page ជួយ follow និងជួយ subscribe ជេនែល YouTube របស់ខ្ញុំម្នាក់មួយផងអរគុណ